សូមស្វាគមន៍មកកាន់រឿងនិស័យស្នេហ៍ព្រះអង្គម្ចាស់ឋានសួគ៌ភាគទី13តទៅភាគមុនបន្ទាប់ពីមេងឈីក៏ដឹងខ្លួនហើយរស់ត្រឡប់មកវិញអ្នកបម្រើក៏នៅគ្នានឹងជឿឲ្យព្រាតថាកាលពីម្សិលមិញឃើញច្បាស់ណាស់តែក៏បានឲ្យខ្ចោះស្លាប់មួយរំពេចហេតុអីបានជាគេនឹងបានរស់ឡើងវិញដូចជាខ្មោចឬគេបិសាចពេលនោះអ្នកគ្រប់គ្រងទីនោះសួរថាអ្នកជាអីតែឯងមិនមានការធ្វើទេមែនទេអ្នកបម្រើចេញបាត់អ្នកបម្រើចេញបាត់បរិះចំណាស់អ្នកគ្រប់គ្រងនៅទីនោះក៏បានដើរកើតឃើញថាមេងឈីក៏បានរស់ឡើងវិញគាត់កាន់តែមានចម្ងល់ថាក្មេងប្រុសអ្នកនេះរស់ដោយរបៀបម៉េចងាកមកប៉ាជីស៊ឺវិញគាត់កំពុងតែអង្គុយបញ្ចុកថ្នាំទៅកាន់ប្រពន្ធហើយក៏បានពពាក្យថាអូនដឹងដែរទេថានៅក្នុងជីវិតរមែងស្លាប់វាតែមានជំងឺឬក៏មនុស្សស្លាប់អូនមិនអាចបន្តព្យាបាលមនុស្សពីម្នាក់ទៅម្នាក់អញ្ចឹងបានទេហូរូអ៊ីនេះក៏បានលើកដៃសន្យាថ្ងៃក្រោយនឹងមិនធ្វើទៀតនោះឡើយប៉ាជីស៊ឺក៏បាននិយាយថាខ្លួននឹងពិតជាមនុស្សហាក់បីដូចជាអត់បេះដូងប៉ុន្តែគ្រាន់តែបារម្ភពីអូនតែប៉ុណ្ណោះនិយាយរួចក៏បានលើកថ្នាំបញ្ចូលទៅកាន់ប្រពន្ធក៏ប៉ុន្តែក៏បានដកវិញដោយបានបញ្ជាក់ថាថ្ងៃក្រោយក៏មកឲ្យអូនធ្វើបែបនេះវាគ្រោះថ្នាក់ដល់កម្លាំងនៃជីវិតរបស់អូនហូរូអ៊ីនេះក៏បានសួរតើបងឈួតមែនទេបើអូនទៅក្អួតឈាមមិននឹងជួយគេបានទៀតទៅដីនឹងក៏បានជួយបាច់ពណ៌របស់ប្រពន្ធថាឲ្យទៅបានដូចមាត់ទៅគាត់មិនធ្វើទេបន្ទាប់ពីញ៉ាំថ្នាំចប់ហូរូអ៊ីក៏បានសួរថាតើបងណាចង់ញ៉ាំអីដែរល្ងាចនេះអូននឹងធ្វើម្ហូបជូនបងតើស៊ុបជាមួយផ្លែបេរីល្អទេបើជីស៊ឺឆ្ងល់ថាតើប្រពន្ធរបស់ខ្លួនក៏ចេះធ្វើម្ហូបដែរមែនអត់មិនថ្មីឆ្ងាយមិនឆ្ងាយក៏នៅតែស្នាដៃប្រពន្ធរបស់ខ្លួនឯងបន្តមកស៊ុបនោះក៏បានរួចរាល់នាងក៏បានចូលឲ្យមកកាន់បើជីស៊ឺក៏អំឡុងពេលនេះបើជីស៊ឺនឹងក៏ស្រាប់តែបើកមាត់របស់គាត់ធំធំឲ្យប្រពន្ធបញ្ចុកមកគ្រាន់តែច្រឡំមាត់បន្តិចនាងក៏ស្រាប់តែដាក់ក្នុងមាត់របស់ខ្លួនឯងហូរូអ៊ីនាងចូលចិត្តឌឺទៅកាន់ប្តីរបស់នាងណាស់ហើយប៉ាជីស៊ឺវិញក៏តែពីស្ញោភ្នែកឲ្យបញ្ចុកខ្លួនផងងាកមកមីងឈីគាត់ដល់ពេលនេះកំពុងតែស្រែកជាមួយដំណាំហើយក៏បន្តជាមួយនឹងការបោកផ្ទះពីមួយឆ្នាំទៅមួយឆ្នាំធម្មតាបន្តិចចំណែកប៉ាជីស៊ឺក៏បានបញ្ចូលជាមួយស៊ុបឲ្យទៅកាន់ហូរូអ៊ីក៏បានយកស៊ុបបញ្ចូលទៅកាន់ប្តីវិញប៉ាជីស៊ឺក៏បានសរសើរថារសជាតិមិនអន់ទេបន្ទាប់ពីនោះកើតមកពីមួយឆ្នាំទៅមួយឆ្នាំកន្លងផុតទៅហូរូអ៊ីក៏បានអង្គុយឲ្យទៅកាន់ប៉ាជីស៊ឺគូគុំនោះមកកាន់ខ្លួននៅពេលនេះប្តីក៏បានមកប្រពន្ធដល់ហូរូអ៊ីនេះកំពុងតែងងុយគេងហើយពួកគាត់ទាំងពីរនៅតែក្មេងដដែលអញ្ចឹងមិនមានចាស់អីត្រង់ណាទៅទេសោះហើយមួយថ្ងៃបន្ទាប់គាត់ក៏បានគូចិញ្ចាំឲ្យទៅកាន់ហូរូអ៊ីក៏មិនតែមកភ្នែករបស់ហូរូអ៊ីទៅសម្លាប់មិនដាក់ភ្នែកនោះទេដោយគូចិញ្ចាំរបស់នេះធំមកខាងនោះចូលមក3-4ឆ្នាំបន្ទាប់ពួកគេទាំងពីរក៏បន្តជាមួយការសរសេរជាមួយនឹងជក់លើសៀវភៅនៅក្រដាសពិតជាមានក្តីសងក៏មិនតែវិញឈីវិញក៏ពេញកំឡោះឲ្យស្ដោពីមួយរដូវកាលទៅមួយរដូវកាលវស្សាប្រាំងឬស្លឹកឈើជ្រុះនិងធ្លាក់ព្រើហូរូអ៊ីនៅតែក្មេងដដែលអញ្ចឹងក៏ប៉ុន្តែលើកលែងតែមេងឈីក៏នៅអំឡុងពេលនេះគាត់ចូលដល់វ័យកណ្ដាលពុកមាត់ដល់ឲ្យពេញសម្បកតែម្ដងដល់ជួររបស់គាត់កាន់តែច្រើនវ័យចំណាស់កាន់តែជ្រេបើជីស៊ឺក៏បានចូលមកប្រតិកម្មប្រពន្ធអស់រយៈពេល20ឆ្នាំហើយដែលគាត់នៅទីនេះដល់ពេលហើយត្រូវឲ្យគាត់ចាក់ចែងដោយមានសេរីភាពដីបានថាបទៅកម្មប្រពន្ធនៃការរំលោភដោយសារដឹងថាប្រពន្ធមានចិត្តល្អលើសលោភបន្ទាប់នាងក៏បានមកជួយជាមួយនឹងមេងឈីស៊ូថាធ្វើការនៅទីនេះរយៈពេល20ឆ្នាំហើយមែនទេមេងឈីប្រាប់ថាខ្លួនធ្វើការតាំងពីកម្ពុជាទាបរហូតដល់ឥឡូវនឹងកម្ពស់ខ្ពស់ក៏មិនតែហូរូអ៊ីក៏បានហឺចំនួននឹងប្រាក់ជាច្រើនឲ្យតែកាន់មេងឈីដោយប្រាប់ថាចូលពេលទៅខ្លួនលេខត្រូវកាន់បំរាប់បន្តទៀតហើយប្រាក់នេះអាចយកទៅទិញផ្ទះនិងរកមករបបបានយ៉ាងងាយស្រួលក៏ប៉ុន្តែមេងឈីក៏មិនព្រមចាក់ចែងពីទីនេះដោយសារតែគាត់បិទបដូរជាមួយការបម្រើទៅកាន់ហូរូអ៊ីក៏ប៉ុន្តែហូរូអ៊ីក៏បានជ័យខ្លួនលេងត្រូវកាន់បម្រើទៀតហើយនៅជ័យចប់នាងក៏បានដាក់ចាក់ចែងក៏ប៉ុន្តែមេងឈីគាត់ក៏ទៅពលជង្គង់មិនចាក់ចែងទៅណាទៅសោះពីថ្ងៃរហូតដល់ជុំពីជុំរហូតដល់ជុំមកព្រឹកស្អែកឡើងបន្តទៀតក៏មិនតែពេលនេះប៉ាជីស៊ូនឹងក៏បានគួយក្បាលទៅកាន់ប្រពន្ធលើលែងទៅហូរូអ៊ីគឺជាមនុស្សស្រីដែលជឿចិត្តអាណិតគេបំផុតនាងក៏បានដើរមករកមេងឈីរួចហើយនាងក៏បានប្រកោសសឲ្យតែកាន់គាត់ដែលបានប្រាប់ថាខ្ញុំមានកិច្ចការត្រូវចាក់ចែងទៅមួយរយៈសូមថែរក្សាផ្ទះនេះរួចចាប់រហូតដល់ខ្ញុំត្រឡប់មកវិញដូច្នេះបន្ទាប់ពីមានការសប្បាយរីករាយជាខ្លាំងការសើមើលថែនៅក្នុងផ្ទះមួយនេះតាំងពីគាត់ក្មេងរហូតដល់ចាស់នៅអំឡុងពេលរហូតដល់ថ្ងៃមួយក៏ស្រាប់តែនៅពេលនោះក៏មានគេហុចសម្បត្តិមកគឺចៅប្រុសរបស់គាត់ដែលឈ្មោះថាមេងឈឺនៅក្នុងសម្បត្តិបានសរសេរថាចៅរបស់គាត់ត្រូវបានគេត្រៀមប្រហារជីវិតនៅថ្ងៃស្អែកដូច្នេះគាត់ក៏បានសម្រេចចូលមកជួបជាមួយនឹងម្ចាស់ស្រីរបស់ខ្លួនគឺជាហូរូអ៊ីគ្រាន់តែនាងឃើញផ្លែតនាងក៏បានទៅសួរទៅកាន់លោកតាមេងឈីថាមានអ្វីមែនទេតាមេងឈីក៏បានប្រាប់ចៅប្រុសរបស់គាត់មានតែម្នាក់ឈ្មោះថាមេងឈឺជាមន្ត្រីផ្នែកច្បាប់ប៉ុន្តែគាត់រស់នៅភាពអយុត្តិធម៌ត្រូវបានគេត្រៀមនៅប្រហារជីវិតសូមម្ចាស់ស្រីជួយមកកាន់ខ្ញុំផងខ្ញុំដឹងម្ចាស់ស្រីមិនមែនជំនួសធម្មតានោះទេ
បើជាស៊ឺឃើញដូច្នេះហើយគាត់ហាក់បីដូចជាមិនចង់ឲ្យប្រពន្ធជួយសោះវាខុសនៅច្បាប់ឋានសួគ៌នៃឋាននរកផងដែរក៏ប៉ុន្តែបន្ទាប់ពីលោកតាមីងឈីចេញទៅចូលនៅក្នុងបន្ទប់ស្នាក់ក៏ស្រាប់តែដួលស្លាប់បាត់បង់ជីវិតអំឡុងពេលនោះចូលមកដល់ថ្ងៃស្អែកឡើងនៅពេលនេះបើជាស៊ឺនឹងកំពុងទៅទទួលដំណឹងពីអ្នកបម្រើនៅខាងក្នុងផ្ទះដែលខ្សឹបប្រាប់ថាលោកតាមីងឈីបានស្លាប់បាត់បង់ជីវិតកាលពីជប់មិញដូច្នេះអ្នកបម្រើថ្មីមើលការខុសត្រូវផ្ទះក៏បានមកជួបជាមួយនឹងហូរូអ៊ីឃើញដូច្នេះហូរូអ៊ីសួរថាចូលលោកតាមីងឈីវិញទៅគាត់ទៅទីណាហេតុបានជាជួបអ្នកបម្រើថ្មីដូច្នេះនាងក៏បានដើរមកបន្ទប់របស់លោកមីងឈីនៅលោកតាមីងឈីបានបន្សល់ទុកអ្វីគ្រប់យ៉ាងដែលទូស្រីនឹងតែងតែចូលចិត្តជាពិសេសដំឡូងរបស់ជាច្រើនដែលកាលនោះក៏តែងតែប្រាប់អ្នកបម្រើក្រមបង្គាប់ថាម្ចាស់ស្រីចូលចិត្តបំផុតគឺដំឡូងហើយកុំរញ៉េរញ៉ៃឈ្មោះបន្ទប់ដែលដាក់នៅភ្ជាប់ថែមទាំងមិនឲ្យអ្នកបម្រើមើលងាយទៅកាន់ម្ចាស់ស្រីទៀតផងហើយអំឡុងពេលនេះវិញហរូអ៊ីននាងកំពុងតែមើលជាមួយរូបគំនូរដែលខាងក្នុងសរសេរទាំងពាក្យពេចន៍ដែលនាងបានធ្លាប់ប្រាប់ទៅកាន់មេងឈីព្រះអាទិត្យគឺជាក្តីសង្ឃឹមព្រះអាទិត្យដ៏ពំមានដ៏ស្រស់ស្អាតបំផុតហើយគ្រប់ពាក្យពេចន៍របស់ហរូអ៊ីត្រូវបានមេងឈីក៏បានដាក់នៅក្នុងគំនូររួមទាំងការសរសេរនៅខាងក្នុងនោះទាំងអស់មេអំបៅក៏បង្ហាញនៅសម្បត្តិរបស់មេងឈីផ្ដោតអមតាមេងឈីហើយក៏គឺងាកមកឃើញមេងឈីដែលកំពុងត្រូវបានគេរៀបប្រហារជាជីវិតដោយត្រាបង្គាប់ពីព្រះរាជាឲ្យប្រហារជីវិតស្លាប់នៅថ្ងៃនេះបន្ទាប់ពីគេបោះជាមួយនឹងត្រាប្រហារជីវិតភ្លាមនោះហើយមេងឈីក៏បាននិយាយខ្លួនគឺជាមន្ត្រីស្មោះត្រង់ស្លាប់ក៏មិនស្ដាយអ្វីត្បិតតែប្រជាពលរដ្ឋមិនមានការចូលព្រមក៏ត្រូវតែប្រហារជីវិតដែរពេលនេះក៏បន្តែបញ្ជាគេរៀបលើកំបិតក៏ស្រោមឡងពេលនោះហូរីអ៊ីក៏បានលេខវត្តមានមកជាព្រះម្ចាស់វិសតខ្យល់លេខបកអ្វីគ្រប់ចាគឺស្កប់ទាំងអស់តែចលនានៅជុំវិញនោះចំណែកឯមេឆៃវិញក៏ពិតជាមានអារម្មណ៍ថាភ័យបន្តិចញាប់ញ័របន្តិចក៏ប៉ុន្តែក៏ស្រាប់ឃើញដំណើររបស់ហូរីអ៊ីកំពុងតែដាស់ចុះមកក្នុងកំណត់ធ្លាក់ដល់ដីហូរីអ៊ីចូលមេឆីចាក់ចេញពីទីនោះហើយក៏បានមកដល់នៅក្នុងព្រៃស្ងាត់មួយបន្ទាប់មកអ្នកក៏បានប្រើជារសើបផ្ដល់នូវសម្លៀកបំពាក់ក៏ប៉ុន្តែមេឆីសួរថាតើអ្នកមេជាជីដូនរបស់ខ្ញុំមែនទេទូស្រីមិនតតែនឹងឆ្លើយផងលោអំឡុងពេលនោះស្រាប់តែនាងគូជាមួយរំពេចសារតានាងមានការខ្សោយជាខ្លាំងដើរចេញមកខាងមកពេលឆៃវិញគាត់កំពុងតែផ្លាស់ជាមួយស៊ូលំពេក៏បានដើរមកតាមក្រោយក៏ប៉ុន្តែហូរូអ៊ីនឹងបែរជាមានរបួសទ្រុឌទ្រង់ជាខ្លាំងនាងមានអារម្មណ៍ថាវល់មកហើយងាកមកនៅខាងតុលាការឯនោះវិញមកទៅប្រាប់ទៅកាន់គ្នារបស់ក្នុងផ្នែកច្បាប់ចាប់មេឈីឲ្យតតែបានអំឡុងពេលដែលគេរត់គេចក៏ដោយងាកមកបែរជាស៊ឺវិញកំពុងស្វែងរកហូរូអ៊ីមិនឃើញប្រពន្ធដូច្នេះក៏បានឃើញនៅសម្បត្តិដែលហូរូអ៊ីបានសរសេរថាអូនត្រូវការសម្រាប់រយៈពេលពី3ថ្ងៃមិនច្បាយរកអូននោះទេអានចប់សម្បត្តិធ្លាក់ចុះខាងក្រោមហេតុអីបានជាប្រពន្ធចេះតែមិនស្ដាប់ប្តីចង់នេះហើយងាកមកហូរូអ៊ីនេះក៏សន្លប់បាត់ស្មារតីត្រូវបានមេងឈើគាត់ក៏បានអ៊ីវចុះទៅចូលមកជប់កំពុងតែអាំងឈ្មោះសត្វទន្សាយអមជាមួយនឹងក្លិនឈ្ងុយក៏បាននិយាយចុះពេលនេះទៅពួកជើងឡើងចម្ពាក់គ្នាខ្ញុំជួយជីវិតរបស់អ្នកមិញតែមិនជួយជីវិតរបស់ខ្ញុំតែមិនចឹងពួកជើងនឹងមកចម្ពាក់គ្នាទៀតនោះទេហូរីអ៊ីស៊ូថាស្កាត់តិចបានអត់មេឈីក៏បាននិយាយបើសិនជាញ៉ាំជាមួយសត្វទន្សាយដែលឈ្ងុយឆ្ងាញ់វាគាត់បើជាងក្នុងការធ្វើដោយភាពស្ងៀមស្ងាត់ដូចជាអ្នកមិញចឹងញ៉ាំវាមួយទៅវាពិតជាមានរសជាតិឆ្ងាញ់ក៏ប៉ុន្តែហូរូអ៊ីស៊ូថាហេតុចូលដូចម្ដេចបានជាគេនឹងចាប់ឬហើយក៏បានរៀបប្រហារជីវិតមេឈឺក៏បាននិយាយដោយសារតែខ្លួនជាមន្ត្រីស្មោះត្រង់តែតែចង់ជួយអ្វីគ្រប់ចាជាពិសេសគ្រូខាងស្ងួតក៏ប៉ុន្តែអ្វីគ្រប់ចាបើជាមិនអាចជួយគ្រូបានទៅវិញដូច្នេះខ្ញុំចង់ដឹងបើសិនជាអ្នកមិញទទួលខ្ញុំធ្វើជាសិស្សមិនដឹងល្អប៉ុណ្ណាខ្ញុំជឿយុទ្ធសាស្ត្រនៅវេទមន្តដូចជាអ្នកមិញនឹងទៅដាក់ចំកណ្ដាលមុខរបស់ពួកគេគួរឲ្យស្អប់មន្ត្រីពលរដ្ឋទាំងអស់នោះតែអ្នកមានគិតថាខ្ញុំមានទេពកោសល្យពិសេសដែរឬអត់ហូរូអ៊ីក៏សួរតែឯងមិនគិតថាចង់សាងជីវិតនៅស្រុកសិស្សដូចជាតារបស់ឯងទេមេឈីក៏បាននិយាយខ្លួនគ្រាន់តែចង់ធ្វើជីវិតមួយដែលជួយទៅកាន់អ្នកក្រខ្សត់ហើយក៏បានចុចរហ័សឲ្យទៅកាន់គេប្រាក់មួយនេះខ្ញុំទុកសម្រាប់លោកភ្នំអពុកបន្តែពេលនៅជប់លៀងធ្វើជាសិស្សនឹងគ្រូជាមួយនឹងអ្នកមិញជួបមកព្រឹកស្អែកឡើងដើរចូលដល់ខាងមកក៏ឃើញថាគេកំពុងតែនិយាយរឿងគឺបរិះម្នាក់ថាមាននាគទិវភាពមួយកំពុងតែធ្វើឲ្យមានគ្រូរាំងស្ងួតដល់ប្រជាពលរដ្ឋមិនអាចមានអ្វីញ៉ាំនិងអត់ទឹកផឹកម្ល៉េះពេលនោះគ្មាននរណាម្នាក់ជឿជាមួយនឹងបរិះចំណាស់នោះឡើយអ្វីត្បិតតែគាត់មានការអួតជាមួយនឹងថ្វីដាវរបស់គាត់នៅអំឡុងពេលនេះគេក៏នាំគ្នាដើរចេញទៅទាំងអស់ហើយពេលនោះហូរូអ៊ីនេះក៏បានឃើញជាមួយនឹងគ្រូសាមួយដែលក្រោយក្រកំពុងដាក់លក់ខ្លួនឯងជាទីសកលក៏មានមន្ត្រីម្នាក់ក៏បានចូលមកសួរថាតើឯងអាចធ្វើអ្វីបានខ្លះប៉ុន្តែអ្នកស្រីនោះក៏បាននិយាយខ្លួនអាចធ្វើដាំបាយស្លយញញឹមសត្វបានទាំងអស់មន្ត្រីមនុស្សមិនគិតអញ្ចឹងនោះទេគឺចង់បាយកូនស្រីរបស់នាងតែម្ដងប៉ុន្តែនាងមិនព្រមលក់ដូច្នេះមន្ត្រីក៏បានទៅកំភ្លើទៅកាន់ម្ដាយក្មេងស្រីតូចក៏បានខំដែររបស់មន្ត្រីនោះហើយកំពុងទៅវាគ្នានោះស្រាប់តែ
នាងឈឺក៏បានមកប្រយុទ្ធជាមួយបរិសុទ្ធទាំងអស់នោះមានទាំងឆាតទៅវាជាមួយនឹងគេឡើងសំណោមហ្មងណាក៏ប៉ុន្តែអំឡុងពេលដែលគេមានគ្នាច្រើនពេកហររូអ៊ីនាងក៏ប្រើយុទ្ធសាស្ត្ររបស់នាងដើម្បីចូលក្នុងមាត់របស់បរិសុទ្ធជាមន្ត្រីខូចនោះមិនអាចនឹងជួយអ្វីបានទាំងអស់